នៅក្នុងធម៌ព្រះអង្គសម្ដែងពីការធ្វើទានហ្នឹងឲ្យផលផ្សេងគ្នាតែបើអ្នកឲ្យបាយទឹកនំចំណីហ្នឹងឈ្មោះថាឲ្យកម្លាំងអនតោបលតោហៅតែបាយទឹកនំចំណីយើងឲ្យគេទេគេហូបទៅមានកម្លាំងកំហែងអញ្ចឹងផលអានិសង្សត្រឡប់មកវិញកើតជាតិណាមានកម្លាំងកំហែងរឹងមាំធ្វើការងារអីមិនងាយអស់កម្លាំងទេទី2វត្តតោវណ្ណតោហោតិអ្នកឲ្យសម្ពុតខោអាវនេះជូនខោអាវពុកម៉ែថ្មីប្រគេនស្បង់ជីវរចំពោះព្រះសង្ឃនិងកើតជាតិណាទៅស្អាតពីពោះម៉ែមកមិនបាច់បាក់កែកុនអីច្រើនទេហើយមួយទៀតអ្នកឲ្យប្រទីបឈ្មោះថាឲ្យនៅភ្នែកទីបតោចក្ខុតោហោតិពីដើមឡើយយើងអត់សូវសម្បូរអត់មានភ្លើងអគ្គិសនីអីមានតែទៀនអញ្ចឹងឬក៏ប្រេងណាខ្ញុំណាទី2សង្គមមិនដែរញោមគេថែទៀនភាសាក៏នៅតែទៀនអញ្ចឹងដែរណាបើកាលនោះអត់ទាន់មានភ្លើងអគ្គិសនីអីគ្រប់គ្រាន់ណាតែឥឡូវយើងមានជំរើសក្នុងការហែទៀនភាសាហ្នឹងទៀនក៏ទៀនទៅប្រេងក៏ប្រេងទៅអ្នកខ្លះសូឡាក៏សូឡាទៅអ្នកខ្លះបច្ច័យភ្លើងក៏បច្ច័យភ្លើងទៅហ្នឹងហើយគាត់តែទំនៀមទម្លាប់យើងមានទៀនទូចទៀនធំអីតាមលទ្ធភាពចឹងណាហ្នឹងហើយអញ្ចឹងអ្នកឲ្យពន្លឺហ្នឹងឈ្មោះថាឲ្យភ្នែកកើតជាតិណាមានភ្នែកល្អភ្នែកមិនឡើងបាយភ្នែកមិនកតុយខ្លែនមិនអាប់ខ្សែមិនមញោបស្មាមញោបអានោះហ្វែមិនមកពីកម្មចាស់ក៏មកពីមើលមេរៀនមើលសភៅមើលអីច្រើនពេកឬក៏ពីដើមឡើយយប់ឲ្យទៀនមើលសភៅឲ្យធូបមើលសភៅអីនោះហ្នឹងហើយឬក៏ផងដែរឬកុំព្យូទ័ររឿងអីហ្នឹងក៏វាអាចនាំឲ្យមានចឹងដែរណាកម្មថ្មីឯងមិនកម្មចាស់ឯងហើយនឹងអ្នកឲ្យយានឈ្មោះថាឲ្យនៅសេចក្តីសុខយានតោសុខតោហោតិយើងមានជូនគេជូនឡានជូនម៉ូតូគេទៅនេះទៅនោះទៅពេទ្យឬក៏ថាទិញកង់ឲ្យសិស្សណាជិះទៅរៀនអត់មានអីជិះចឹងណាឬក៏គ្រួសារណាខ្វះមធ្យោបាយធ្វើដំណើររកស៊ីអីឲ្យម៉ូតូឲ្យលម៉កអីចឹងណានឹងក្នុងធម៌លោកថាអ្នកឲ្យយានជំនិះហ្នឹងឈ្មោះថាឲ្យនៅសេចក្តីសុខហើយបើអ្នកឲ្យនៅទីសេនាសនៈស្នាក់អាស្រ័យនេះឈ្មោះថាឲ្យនៅរបស់គ្រប់យ៉ាងឧទាហរណ៍ថាគេអត់មានផ្ទះសម្បែងកន្លែងជ្រកអីធំត្រូវយើងដូចថាអាណិតធ្វើឥឡូវគេមិនចាំបាច់ធ្វើផ្ទះអីគេទិញផ្ទះទាំងមូលយកទៅជូនហ្មងមែនទេយល់ណាហ្នឹងហើយអាហ្នឹងក៏បានបនដែរបានបនហើយដូចថាយើងមានសទ្ធាមកធ្វើនៅវត្តក៏ធ្វើទៅជួយអ្នកពិបាកអញ្ចឹងក៏ជួយទៅណាតាមជាក់ស្ដែងក្នុងការបរិច្ចាគហ្នឹងលោកចែកចេញជា2លោកហៅថាសង្ឃហទានការឲ្យទានដោយអនុគ្រោះចំពោះអ្នកពិបាកហើយនឹងមួយទៀតលោកហៅថាបូជាទានការធ្វើទានដោយការគោរពបូជាចំពោះអ្នកមានសិលឪពុកម្ដាយជាដើមអញ្ចឹងធ្វើទាំងសងខាងមិនប្រកបថាអូយត្រូវតែមកវត្តហើយមិនប្រកបថាអូយទៅជួយអ្នកក្រហ្នឹងតាមសទ្ធាជ្រះថ្លាមានអ្នកខ្លះចោតប្រកាន់ថាមិនក៏មកទៅវត្តព្រមទៅនោះអីចឹងណានៅក្នុងសម័យព្រះមានព្រាហ្មណ៍បានចូលទៅថ្វាយគុំសួរព្រះអង្គថាកណាគួរតែឲ្យទានចំពោះអ្នកណាហើយបានព្រះអង្គសម្ដែងថាសบายចិត្តមួយអ្នកណាធ្វើមួយអ្នកនឹងតែជុំបើយើងមិនសบายចិត្តយើងមិនទៅធ្វើទានមិនដូចថាមិនឆ្លាស់មែនទេឬទានណាចឹងឧទាហរណ៍តែបើយើងគិតទៅក្នុងយើងជ្រះថ្លាសบายចិត្តយើងធ្វើទៅឲ្យកុំបន្ទោសចោតប្រកម្មអ្នកនេះអីគេមានសទ្ធាមកណែហ្នឹងចឹងណាហ្នឹងហើយគាត់ថាបើយើងធ្វើទានចំពោះអ្នកមានគុណធម៌ជាទីគោរពទៅយើងវាជ្រះថ្លាវាសប្បាយចិត្តបានយូរតែប៉ុណ្ណឹងឯងហ្នឹងហើយដូចថាអ្នកដែលបានជួបពុទ្ធ
ដោយសេចក្តីជ្រះថ្លាចឹងថ្វាយរបស់បន្តិចបន្តួចអីជ្រះថ្លាក្នុងចិត្តនឹងជាប់មានបរោះម្នាក់នោះគាត់កើតមកវាក្រគាត់ឃើញគេរៀបចំធ្វើទានចំពោះព្រះសម្មាសម្ពុទ្ធនិងភិក្ខុសង្ឃហើយគាត់អត់មានរបស់របរមហូបមហាអីឆ្ងាញ់គាត់ធ្វើនំកន្ទក់នំកន្ទក់លាយស្ករតិចអញ្ចឹងខ្ញុំវាស្អាតណាហ្នឹងហើយដល់ពេលស្ដេចមន្ត្រីសេដ្ឋីអីវ៉ៅជួច្រើនណាហើយដល់ពេលម៉ោងបិណ្ឌបាតគេមិនប្រកាសដល់ម៉ោងបិណ្ឌបាតហើយមែនទេគាត់នឹងរត់មុនគឺវឹងមកដាក់បាតព្រះអង្គយកអានំកន្ទក់ណាដាក់បាតព្រះអង្គទទួលហើយបិទបាតឈប់ទទួលរបស់ស្ដេចក៏មិនទទួលសេដ្ឋីណាក៏មិនទទួលដែរហើយក៏ព្រះអង្គឆាន់តានំកន្ទក់ប៉ុណ្ណឹងទៅហើយស្ដេចមន្ត្រីអីអស់ចាអើយគាត់នេះចេះទៅធ្វើបន់បានមុនអញទៀតហើយបាននឹកឃើញទេគាត់នេះក្រទ្របមែនប៉ុន្តែសទ្ធាគាត់អត់ក្រគាត់មុខមុតណាគាត់ជ្រះថ្លាក្នុងព្រះអង្គអញ្ចឹងបានម្នាក់ផ្ញើលុយមកឲ្យជូន10កហបណៈ5កហបណៈអ្នកមាន50 100 1000ដោយអានិសង្ឃនៃសេចក្តីជ្រះថ្លាបរិច្ចាគនំកន្ទក់ថ្វាយព្រះអង្គប៉ុណ្ណឹងកើតធ្វើសេដ្ឋីថ្ងៃហ្នឹងបាត់ហើយអានឹងនៅក្នុងធម៌លោកហៅទិដ្ឋធម្មវេទនីយកម្មឲ្យផលភ្លាមដូចថាយើងមានចិត្តជ្រះថ្លាមុះមុតខ្លាំងហើយអ្នកទទួលទេយ្យទាននឹងមានគុណធម៌ខ្ពស់ហើយដល់ឲ្យដូចថាដាក់ទៅដុសផលចេញមកហ្មងបុណ្យកុសលនឹងបានឲ្យផលភ្លាមប៉ុន្តែបុណ្យខ្លះយើងធ្វើហើយអត់ទាន់ឲ្យផលភ្លាមទេអាចយ៉ាងយូរតិចទៅឬក៏អាចបន្ទាប់ពីស្លាប់ទៅជាតិក្រោយលោកហៅថាឧបបច្ចវេទនីយកម្មឲ្យផលក្នុងជាតិបន្ទាប់ពីស្លាប់ចឹងណាអានឹងចឹងកុំឲ្យតូចចិត្តដែរញាតិញោមខ្លះអញខំធ្វើបន់ជើងអត់ឃើញបន់ជួយថាលឺឡើងហើយអូយគាត់ថាវានៅស្ទាប់ក្រមវាមានកម្មមែងក្រាស់នេះណាចឹងកម្មក្រាស់តិចអីចឹងមិនតាន់ដល់ស្ទាប់បន់ណាវានៅស្ទាប់បាបសិននៅហើយប៉ុន្តែបន់នឹងសួរតែបន់នឹងទៅណាអត់ទៅណាទេនៅនឹងឯងគាត់ដល់មិនតាន់ដល់ពេលឲ្យផលប៉ុណ្ណឹងឬក៏ពេលខ្លះមិនឲ្យផលជាតិបន្ទាប់ពីស្លាប់ទេប៉ុន្តែទៅបន្តទៅពួតដល់20 30ជាតិ100 1000 1លានជាតិទៅទៀតលោកហៅថាអបរាបរិយវេទនីយកម្មចឹងបើគិតទៅយើងធ្វើល្អអត់មានត្រូវខ្លាចថាអញបាត់អំពើល្អហ្នឹងទៅណាវាអត់បាត់ណាឲ្យតែយើងចេះអន្សំអាណាដែលល្អយើងអន្សំឲ្យច្រើនទៅអាណាអាក្រក់កុំសូវអន្សំពីព្រោះអានឹងជាតិពុលហើយវាមេរោគទៅស៊ីអាណាគេទៅស៊ីអាល្អអានោះដូចកាពីដើមយើងប្រើ flash មិនចឹងគូណាដល់ពេលបើឧទាហរណ៍ថាវាមានមេរោគមិនចឹងទាំងអស់គ្នាវាស៊ីឯកសារផ្សេងទៀតមែនទេទាំងអស់គ្នាហ្នឹងហើយយ៉ាងណាមេរោគក្នុងចិត្តរបស់យើងហ្នឹងវាក៏គេបន់យើងឧទាហរណ៍ថាយើងធ្វើបន់មួយហ្នឹងយើងត្រូវសប្បាយចិត្តបាន10 20 30 ដងនឹកអញបានទៅបូជាព្រះសារីរិកធាតុអញបានធ្វើបុណ្យនេះដូចសប្បាយប៉ុន្តែដល់ពេលអកុសលមួម៉ៅខឹងអានេះខ្ចីលុយម្សងអានោះនិយាយដើមអីចឹងឧទាហរណ៍ណាអានោះវាឌឺអញអានោះវា comment បឈឺអញក្នុង Facebook អីចឹងឧទាហរណ៍ដល់ពេលយើងរវល់តែនឹកដល់រឿងនាំឲ្យក្តៅក្រហាយហ្នឹងវាភ្លេចអីទាំងអស់គ្នាភ្លេចអីភ្លេចបន់ហើយចុះវាខាតតាមពិតបន់យើងបានត្រូវបាន 30-40% ទៀតអាបន់អាបាបកគេបន់អស់លីពេលព្រោះយើងរវល់តែគិតរឿងនាំឲ្យក្តៅក្រហាយអានឹងសំខាន់នៅលើរបៀបគិតរបស់យើងតែយើងគិតខុស
យើងសំអពរមានខុសហ្នឹងយើងខូចបុណ្យខូចអីទៀតខូចបុណ្យហើយខូចអីទៀតខូចចិត្តយើងណាយើងសំឧបនិស្ស័យមិនល្អអញ្ចឹងបានមានពេលឱកាសស្ដាប់ធម៌បូជាផ្កានឹកដល់បុណ្យឲ្យពេលវេលាហ្នឹងប្រគល់ឲ្យបុណ្យឲ្យច្រើនជាងបាបមែនទេយល់ណាហ្នឹងហើយដល់អញ្ចឹងចិត្តយើងអត់សូវសៅមកឯងចិត្តយើងអត់សូវមួម៉ៅឯងបើមួម៉ៅប្រែតតាអូអានេះមកស៊ីបុណ្យអញហ្នឹងវាមកជូតែពេលវាចូលមកវាយកពេលវេលាពីយើងហ្នឹងមែនទេអ្នកគ្នាណាហ្នឹងហើយអញ្ចឹងវាខាតបុណ្យគាត់តែយើងស្គាល់មុខវាយើងឆាប់ទម្លាក់វាអញ្ចឹងយើងឆាប់ទាញចិត្តយើងឲ្យមកនៅក្នុងបុណ្យវិញណាធ្វើបុណ្យពីក្មេងចេះទៅបានបុណ្យនឹងជួយដល់ពេលធំឡើងបុណ្យនឹងជួយឲ្យជួបមនុស្សល្អសម្រេចចិត្តត្រូវរើសមុខរបរហ្នឹងក៏សំប្រកបអញ្ចឹងណាអនុមោទនា